tôi muốn của cô chúng ta về cô tôi học cái vật này thì biết chuyện gì rồi chuyện gì đó cả lúc đó cô tôi học chỉ biết phép tôi chọn làm tôi bao nhiêu vì học thì khăn đi đại kia mình tốt chặt gì kia mình tốt chặt lừa các bạn ở trên bao nhiêu kia mình tốt chặt lừa càng luôn đang bao nhiêu phân cáiสำคัญបំផុតតើយើងទុកចិត្តលើខ្លួនយើងដែរឬទេហើយការទុកចិត្តមួយដែលចាត់ទុកជាការទុកចិត្តត្រឹមត្រូវមានមូលដ្ឋានអាចយកជាការបានលុះត្រាតែការទុកចិត្តនោះបានត្រូវវិភាគក្រោមហេតុមូលផលឲ្យបានច្បាស់លាស់មិនមែនឲ្យតែយើងទុកចិត្តឧទាហរណ៍ថាយើងមានជំនឿទៅលើព្រះឲ្យយើងទុកចិត្តព្រះយើងមិនអាចចាប់ទុកទំនុកចិត្តបែបនេះថាជាទំនុកចិត្តត្រឹមត្រូវនាំទៅដល់ខ្លួនបានទេវាអត់សំខាន់ទេរឿងគេមិនទុកចិត្តយើងគេមិនទុកចិត្តលើសមត្ថភាពរបស់យើងគេមិនទុកចិត្តលើការយល់របស់យើងតែសំខាន់ណាស់តើអ្នកទុកចិត្តលើខ្លួនអ្នកដែរទេប៉ុន្តែសូមកុំភ្លេចថារាល់ទំនុកចិត្តត្រូវកើតមកពីការពិចារណាប្រកបដោយហេតុផលត្រឹមត្រូវមនុស្សអញ្ចឹងបងប្អូនគឺជាមនុស្សជាឥទ្ធិពលមនុស្សអញ្ចឹងកើតមកនាំកំណត់ទស្សនៈដែលខ្លួនយល់យកទៅបានក្នុងសង្គមជនបែបហ្នឹងគេហៅជនបដិវត្តខ្ញុំតាំងពីខ្ញុំនៅសំណាក់បាក់សំរងស៊ីពេលដែលខ្ញុំចាប់ដើមចេះធ្វើនយោបាយនៅទីលានផ្ទាល់មិនមែនរៀនពីសាលាទេគំនិតមួយរួចស្រួចនៅក្នុងខួរក្បាលរបស់ខ្ញុំគឺដើម្បីអភិវឌ្ឍសង្គមមួយនេះដាច់ខាតត្រូវតែផ្លាស់ប្ដូរក្នុងគំនិតរបស់ប្រជារដ្ឋខ្មែរទៅវិញខ្ញុំសម្លឹងទៅមើលអ្នកនយោបាយដែលបោកចេញមុខនិងបោកលាងមុខបោកចេញមុខគឺមានរដ្ឋាភិបាលឯជាដើមដល់ពេលបោកលាងមុខមានគណៈបព្វប្រឆាំងមានប្រសងមួយចំនួនអ្នកសាសនានឹងមួយចំនួនអង្គការសង្គមស៊ីវិលមួយចំនួនខ្ញុំមើលទៅខ្ញុំចេះតែគិតក្នុងចិត្តថាតើសមត្ថភាពនៃការវែងញែករបស់ប្រជាពលរដ្ឋទៅលើសកម្មភាពដូចជាសប្បុរសរបស់ពួកអ្នកនយោបាយពួកអ្នកផ្សាយធម៌និងពួកអ្នកសប្បុរសដទៃទៀតដូចជាអង្គការសង្គមស៊ីវិលឯជាដើមដែលរូបភាពខាងក្រៅមើលដូចជាសប្បុរសអញ្ចឹងប៉ុន្តែក្នុងដួងចិត្តរបស់ពួកគេលោតមិនរួចពីផលប្រយោជន៍តខ្លួនរបស់ពួកគេទេខ្ញុំចេះតែគិតក្នុងចិត្តថាតើសមត្ថភាពរបស់ប្រជាពលរដ្ឋខ្មែរអាចវែងញែកក្នុងរឿងនេះបានដែរឬទេដល់ពេលខ្ញុំគិតកាន់តែយូរខ្ញុំឈប់មានបំណងរយបំបាក់ពួកអ្នកបោកចេញមុខនិងពួកអ្នកបោកមិនចេញមុខប៉ុន្តែខ្ញុំចង់ងាកមកនេះក្នុងការផ្ដល់មូលដ្ឋានក្នុងការប្រែពីពិចារណានិងកសាងសេចក្តីល្អឲ្យក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្ញុំយល់ថាអញ្ចឹងដំណើរឆ្ពោះទៅរកការផ្ដល់មូលដ្ឋានក្នុងការប្រែពីពិចារណាឲ្យប្រជាពលរដ្ឋហើយនឹងកសាងសេចក្តីល្អឲ្យប្រជាពលរដ្ឋនេះវាគឺជាដំណើរវែងឆ្ងាយរបស់ខ្ញុំដឹងថារឿងនេះវាវែងឆ្ងាយណាស់ប៉ុន្តែខ្ញុំចេះតែគិតក្នុងចិត្តថាបើមានចំណុចចាប់ដើមពីពួកយើងទៅនេះតើថ្ងៃណាយើងនឹងបានផលល្អនោះយកមកស៊ីបើយើងមិនប្រាស្រ័យពីចំនួនពួកយើងតើចំនួនកូនចៅរបស់យើងតើគ្នារស់នៅក្នុងសេចក្តីល្អឬមិនតើឲ្យគ្នាមានសេចក្តីល្អឯណាក្នុងការរស់នៅក្នុងតើពួកគេបានសង្គមឯណាល្អដើម្បីឲ្យពួកគេរស់នៅខ្ញុំចេះតែគិតអញ្ចឹងបងប្អូនបានខ្ញុំមិនមានកំណត់មួយមុតរួចខ្ញុំយល់ថាខួរក្បាលខ្មែរនេះเขาតែឈប់ចេញខ្ញុំមើលចុះមើលឡើងខ្ញុំថាខ្មែរអនប្រូក្រាមហ្នឹងហ្មងមើលចុះមើលឡើងខ្ញុំនៅតែគិតថាខ្មែរអនប្រូក្រាមហ្នឹងហ្មងកម្លាំងបាយខ្មែរមិនអន់ទេធ្វើតែមានតូចមែនប៉ុន្តែខ្ញុំយល់ថាកម្លាំងបាយមិនអន់ទេតែអន់ហ្នឹងគឺប្រូក្រាមហ្នឹងហ្មងតែយល់មិនធ្វើអញ្ចឹងដល់ពេលនិយាយការពារតែអ្វីដែលខ្ញុំយល់ឃើញនេះដល់ពេលខ្ញុំមើលឃើញថាប្រូក្រាមនៅក្នុងក្បាលខ្មែរវាអត់ទេកំណត់មួយដែលមានកំណត់ហុកជន់នៅក្នុងខ្លួន
ចិត្តរបស់ខ្ញុំអត់ប្រែប្រួលតាំងពីនំរហូតដល់ឥឡូវគឺការគូប្រូក្រាមខ្មែរចោលដើម្បីដាក់ប្រូក្រាមថ្មីជាទស្សនៈមុនរួចទោះបីអ្នកណាគេយល់ថាម៉េចអានឹងជារឿងរបស់គេប៉ុន្តែក្នុងខ្លួនរបស់ខ្ញុំយល់ថានឹងត្រូវមកដើម្បីធ្វើរឿងនឹងបានសម្រាប់តែខ្ញុំច្បាស់លាស់ក្នុងខ្លួនថាម៉េចទេបងប្អូនបើសម្រាប់ជាខ្ញុំមានផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែអងទូលីនៅក្នុងសកម្មភាពដែលខ្ញុំគិតហ្នឹងណាបងប្អូនខ្ញុំចាត់ទុកថាថ្ងៃណាមួយគុំតែគេរកឃើញហើយនឹងបរាជ័យប៉ុន្តែបើយើងលះបង់សពបែបយ៉ាងដើម្បីធ្វើឲ្យការងារនឹងសម្រេចឲ្យការងារនឹងអត់មានផលប្រយោជន៍ដល់ខ្លួនហើយថែមទាំងលះបង់ផលប្រយោជន៍ដល់ខ្លួនទៀតខ្ញុំជឿជាក់ក្នុងចិត្តរបស់ខ្ញុំថាគុំតែថ្ងៃណាមួយសេចក្តីល្អរបស់យើងនឹងធ្វើឲ្យញាប់ញ័រដល់ដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរជាពិសេសគឺញាប់ញ័រដល់ជនដែលមានសម្ដាប់ល្អពីកំណើតជាមុនសិនរួចហើយពួកនឹងនឹងពង្រីកកំណត់បន្តទៀតដល់ខ្ញុំយល់ច្បាស់អញ្ចឹងបងប្អូនបានខ្ញុំចេញពីគណៈបក្សសង្ស៊ីមកខ្ញុំចេញមកខ្ញុំដើរមកខ្ញុំចេះតែក្នុងចិត្តថាតើសង្គមខ្មែរនឹងរកភាពត្រឹមត្រូវរកភាពល្អសិទ្ធិចរិតមានត្រង់ហ្នឹងរកយុត្តិធម៌ឲ្យមនុស្សហ្នឹងរកអត់បានណាខ្ញុំចេះតែក្នុងចិត្តចឹងថាសង្គមហ្នឹងពិតជាអាប់អួររហូតអត់រកយុត្តិធម៌ឃើញអញ្ចឹងហ្នឹងយើងអត់ចូលចិត្តរដ្ឋាភិបាលយើងខំទៅចូលគណៈបកប្រឆាំងសម្រាប់ខ្ញុំអត់ស្គាល់គណៈបកប្រឆាំងហ្នឹងមិនទេមិនទាំងអស់នយោបាយគេធ្វើមិនក៏អត់យល់ទៀតចូលគណៈបកប្រឆាំងហ្នឹងអត់ទាំងយល់តែខ្លួនឯងចូលធ្វើអីផងប៉ុន្តែដួងចិត្តមួយដល់ច្បាស់គឺថាអត់រដ្ឋាភិបាលកាលពីមុនណាបងប្អូនខ្ញុំបានទូលទួឃើញមុខលោកនាយករដ្ឋមន្ត្រីហ៊ុនសែនណាខ្ញុំមើលអត់បានទេខ្ញុំស្អប់ខ្លាំងគ្រួសារខ្ញុំទាំងមូលបោះឆ្នោតឲ្យគណៈបកគុណសម្បត្តិទាំងអស់ឆ្នាំ93គឺបោះឲ្យគុណសម្បត្តិទាំងអស់តាមតែអ្វីដែលគាត់ដឹកនាំប្រទេសលំបាកការជំនាន់នោះយកពេលទៅរៀនដល់ប្រជាពលរដ្ឋជំនាន់នោះខ្ញុំនឹកក្នុងចិត្តថាបានស្លឹកឆ្នោតមកឲ្យប្រទេសមើលចាំតែបានស្លឹកឆ្នោតមកចិត្តឈ្នះទៀតបណ្ដោះប្រសងមួយគណៈបកសង្គ្រោះបណ្ដោះប្រសងជាមួយគណៈបកគុណសម្បត្តិទៀតហើយចាំតែគាត់តបានថាអត់ព្រមទៀតគាត់ត្រូវឈ្នះទៀតខ្ញុំស្រឡាញ់ការរបស់បងប្អូនចិត្តនឹងក្នុងចិត្តថាហេតុអីបានគេរកឃើញចំណុចល្អបោះឆ្នោតឲ្យគណៈបកគុណសម្បត្តិខ្ញុំចេះតែស្មោះចឹងអញ្ចឹងបានខ្ញុំចូលក្នុងគណៈបកសំរងស៊ីខ្ញុំទឹកចិត្តរបស់ខ្ញុំច្បាស់ទី1គឺស្អប់រដ្ឋាភិបាលរបស់ប៉ុន្តែចិត្តមួយទៀតអត់ច្បាស់ទេមិនដឹងថាចូលក្នុងនឹងដើម្បីរកកំណែរកសួរទៅទីឬក៏ស្រឡាញ់ជាតិពិតប្រាកដវាអត់ច្បាស់ការជំនាន់នោះវាអត់ច្បាស់ទេនយោបាយក៏អត់ចេះធ្វើទៅរៀនធ្វើនយោបាយនៅទីរៀនផ្ទាល់អញ្ចឹងបានខ្ញុំចេះតែនិយាយថាខ្ញុំមើលប្រភេទបានចំណេះដឹងខ្លះខ្ញុំរៀនពីសាលាបានចំណេះដឹងខ្លះតែចំណេះដឹងធំបំផុតបានមកពីអង្គុយគិតហើយនឹងធ្វើនៅលើទីមានតោះគឺចំណេះដឹងជាបទពិសោធន៍តោះអាចចំណេះដឹងបែបហ្នឹងបងប្អូនចងក្រងជាសភៅមានលក្ខណៈជ្រាលជ្រៅពីព្រោះជាបទពិសោធន៍តោះអញ្ចឹងបានខ្ញុំនិយាយថាបើឲ្យខ្ញុំទៅបរៀនវិទ្យាសាស្ត្រនយោបាយអ្វីបាត់តែខ្ញុំមិនដែររៀនមុខវិជ្ជាហ្នឹងតែខ្ញុំបរៀនបានខ្ញុំរៀននិយាយថាខ្ញុំបរៀនបានពីព្រោះនៅលើទីលាននយោបាយផ្ទាល់នេះខ្ញុំមានបទពិសោធន៍រឿងច្រើនដល់ខ្ញុំច្បាស់លាស់កន្លែងហ្នឹងបងប្អូនបានខ្ញុំធ្វើដំណើរចេញមកពីគណៈបក្សសង្ស៊ីខ្ញុំអត់មានសង្ស័យថាតើខ្ញុំអាចលើគណៈបក្សសង្ស៊ីបានឬអត់ទេពីព្រោះខ្ញុំបាននៅក្នុងនោះរួចហើយអត់មានឯកសាររបស់គេទេខ្ញុំច្បាស់លាស់ណាមិនអាចកែគណៈបក្សសង្ស៊ីបានទេឧទាហរណ៍គេឲ្យមាត់មួយមកយើងរួចហើយឲ្យយើងបង្រៀនមាត់តែគេហៅដោយមនុស្សល្ងងគេមើលឃើញថាមាត់គេមានស្លាប់ដូចបាក់សៃដែរដូច្នេះបើយើងបកកែបង្រៀនថ្ងៃណាមួយមាត់គុំតាហៅបានទេគេមើលឃើញគណៈបក្សសំរងស៊ីនឹងប្រឆាំងមួយរដ្ឋាភិបាលដែរយើងក៏ប្រឆាំងមួយរដ្ឋាភិបាលដែរដូច្នេះមនុស្សល្ងងមើលឃើញតែមាត់មានស្លាប់មុខតមាត់នឹងអាចហើដូចចាបដូចអឡុងដូចបាក់សៃផ្សេងៗទៀតយើងប្រឆាំងជាមួយរដ្ឋាភិបាលគណៈបកប្រឆាំងជាមួយរដ្ឋាភិបាលដែររូបភាពដូចអញ្ចឹងតែខ្ញុំច្បាស់ណាស់ពួកនេះប្រឆាំងព្រោះ
ប្រយោជន៍របស់ខ្លួនទេមិនមួយខាងពីព្រោះពួកគេមានភាពល្អហើយរដ្ឋាភិបាលមានភាពល្អឯងគេយកភាពឈឺចាប់របស់ប្រជាពលរដ្ឋដែលកើតមកពីការដឹកនាំរបស់រដ្ឋនឹងយកមកធ្វើជាមូលដ្ឋានដើម្បីគៀបយកត្រឡប់ឆ្នោតដើម្បីផលប្រយោជន៍របស់ខ្លួនរបស់ពួកគេខ្ញុំច្បាស់កន្លែងហ្នឹងណាបងប្អូនបាត់ខ្ញុំមិននឹកប្រជាពលរដ្ឋទេខ្ញុំនឹកក្នុងចិត្តថារដ្ឋាភិបាលនេះដឹកនាំប្រទេសចេញជាความអាក្រក់មកជះអត្តពលលើជីវិតរស់នៅរបស់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយចង់ចេញពីនឹងទៅហើយចេញពីជួងទៅជាប់អីផ្ទះទៀតចេញពីមាត់ខ្លាទៅជាប់ពីមាត់កំពើទៀតខ្ញុំដាក់សំណួរក្នុងក្បាលរបស់ខ្ញុំថាចុះបើអញច្បាស់រឿងហ្នឹងថាវាអញ្ចឹងអញអត់មានសម្ពាធក្នុងរឿងហ្នឹងទៀតអញអត់មានសម្ពាធសម្រាប់ជីវិតទៀតហើយមានសមត្ថភាពអាចធ្វើរឿងហ្នឹងបានទៀតមានសមត្ថភាពអាចធ្វើរឿងហ្នឹងបានទៀតចុះបើអញមិនធ្វើតើពីណាក្នុងចំណោម4ទៅ10លាននាក់ហ្នឹងគេនឹងចាប់ដើមធ្វើទៅចាស់តែគិតអញ្ចឹងដល់ពេលគិតថាខ្លួនឯងអាចមានលទ្ធភាពរស់មិនមានសម្ពាធយល់ដឹងពីរឿងហ្នឹងមានសមត្ថភាពល្មមចុះបើខ្លួនយើងស្រាវប៉ុណ្ណឹងហើយយើងមិនធ្វើតើកូនខ្មែរកូនអ្នកណាមួយក្នុងចំណោម4 10លាននាក់ហ្នឹងគេនឹងលើកធ្វើដល់ពេលគិតទៅយកជាមនសិការបងប្អូនមិនអាចសម្រាប់គ្នាបានទេត្រូវតែចេញមកធ្វើអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាគេមិនយល់ពីយើងអត់សំខាន់ទេសំខាន់តើយើងយល់ពីខ្លួនយើងខាងដើមយើងកំពុងធ្វើអីអត់ខ្ញុំនិយាយឲ្យខ្លីថាមិនទេបើខ្ញុំដូចគេហ្នឹងខ្ញុំនឹងគេបាត់ហើយខ្ញុំវាអត់ដូចគេអញ្ចឹងបានគេនិយាយថាខំវាសនាខុសគេរបស់អាហ្នឹងអាណាក៏មិនត្រូវដែរពេលលេងគេនិយាយអញ្ចឹងបងប្អូនស្មាតោខ្ញុំនិយាយថាខ្ញុំសប្បាយចិត្តចុះពួកខ្ញុំដឹងខ្លួនឯងដែរខ្ញុំដឹងថាខ្ញុំអត់ដូចគេបើខ្ញុំដូចគេខ្ញុំដូចគេបាត់ហើយអត់ងើបចង់បាត់ហើយប៉ុន្តែខ្ញុំដឹងច្បាស់ថាខ្ញុំខុសគេខ្ញុំមើលឲ្យមើលទៀតចំណុចចាប់ដើមក្នុងកំណើតគោលដៅដាច់ខាតត្រូវឈប់ប្រូក្រាមរបស់វាខ្មែរអញ្ចឹងបានចេញមកពីរដ្ឋាភិបាលខ្ញុំប្រាប់ថាទៅផ្សារទិញក្បាលមេក្រូអាណាល្អលឺឲ្យអញដល់ពេលដែលអញត្រូវប្រយុទ្ធហើយទោះបីដំណើរនេះវែងឆ្ងាយដល់កម្រិតណាក៏ដោយតែខ្ញុំច្បាស់ថាផ្លូវគឺផ្លូវហ្នឹងច្បាស់មកថាផ្លូវគឺផ្លូវហ្នឹងអញ្ចឹងបានខ្ញុំណាគណៈបាត់សម្រួលជាតិតំណាងនេះគេជាប់ស្នោតគេធ្វើជាឯកឧត្តមខ្ញុំណាអត់មានឯកឧត្តមអីទេតម្លៃដែលមនុស្សក្នុងសង្គមខ្មែរឲ្យតម្លៃទៅលើតំណែងតួនាទីលុយកាក់ខ្ញុំណាអត់អាចព្រៀបធៀបជាមួយនឹងពួកនឹងបានទេតែក្នុងចិត្តរបស់ខ្ញុំណាមើលងាយមកបងប្អូនខ្ញុំថាអើយមកអាពួកឯងដកបានយូរហើយក្នុងចិត្តមើលងាយមកធ្វើតំណាងនេះអត់ខ្ញុំមើលងាយមកបងប្អូនទោះបីខ្ញុំមិននិយាយចាញ់ណាក៏ក្នុងចិត្តខ្ញុំមើលងាយដែរមនុស្សដែលឲ្យតម្លៃទៅលើតម្លៃដែលយើងប្រចាំណាប្រកបដោយមនសិការឃើញបងប្អូនយើងក្រណាតែយើងហ៊ានមើលងាយអ្នកមានយើងហ៊ានមើលងាយអ្នកធំទោះបីយើងមិនចេញជាចាក៏ដោយបងប្អូនតែចិត្តរបស់យើងមើលងាយមកគាត់តែឃើញអ្នកធំអ្នកមានយើងមើលទៅរឹកវាគេមិនស្រួលយើងដឹងដល់យើងចិត្តគេមិនល្អយើងក៏អ្នកក្រតែយើងមានចិត្តមើលគេមកអត់សរុបទេខ្ញុំអញ្ចឹងទោះបីខ្ញុំចេញមកអត់មានតំណែងអត់មានទូនាទីតំណែងអត់មានទូនាទីតែក្នុងសង្គមខ្មែរគេឲ្យតម្លៃនឹងទៅឲ្យបងប្អូនតែចិត្តរបស់ខ្ញុំណាខ្ញុំមើលងាយពួកហ្នឹងហ្មងហើយខ្ញុំច្បាស់លាស់ក្នុងចិត្តខ្ញុំថាម៉េចទេបើអញណាដូចតែពួកឯងហ្នឹងអញហ្នឹងហែងបាត់ហើយអញអត់មានដូចឯងអីមិនតិចខ្ញុំដឹងថាកំណើតរបស់ខ្ញុំហ្នឹងកំណើតបដិវត្តន៍ហ្មងកំណើតនៃការផ្លាស់ប្ដូរហ្មងហើយខ្ញុំយល់ថានេះគឺជាតម្លៃរបស់ខ្ញុំច្បាស់លាស់អញ្ចឹងមិនបាច់ពីណាឲ្យតម្លៃទេពីណាថាខ្ញុំខោពីណាថាខ្ញុំអីអានេះគឺរបស់គេប៉ុន្តែតម្លៃក្នុងខ្លួនរបស់ខ្ញុំដឹងច្បាស់ក្នុងខ្លួនរបស់ខ្ញុំមិនបាច់ពីណាឲ្យតម្លៃទេខ្ញុំឲ្យតម្លៃខ្លួនឯងខ្ញុំតាំងពីចេញមកពីសំរងស៊ីខ្ញុំយល់ថាស្រុកខ្មែរត្រូវតែមានប្រព័ន្ធមិនអាចពឹងផ្អែកទៅលើឆន្ទៈរបស់អ្នកដឹកនាំបានទេខ្ញុំយល់ថាអញ្ចឹង
sốc muối đã tập nửa có bằng ổn mà đã đặt non tam trăm vậy cứ đặt non tam thì thiên cả nhóm tình nâng nhóm sao chiều nhóm sầm lấp cái lơ vấn đề kỳ nhóm mới tập hơi nhóm khơi tha miếng tam thì thiên cả thì đại chúa ai mà nông thôn kia đào làm thời nhóm miếng tôi sẽ đặt tôi chắc bạn chạy đồng bệnh dân là cao còn bệnh thì nó sẽ nhưng mà xe tải ớt nhân thì đang cho luôn là xe nhưng mà xe tải dân là cao còn bệnh rồi và tốt mà tiên đang bay mua từ đó tôi đã đặt dân là cao còn bệnh rồi còn bệnh rồi nhóm chuột ha tới tại thuốc program bằng điện này mình bán cầm tay dọc từ làm sao mà qua đây bằng tay từ dọc cầm lăng để cả cho luôn mà phải chịu đọc đây gì cái ông biết làm nào cứ cho luôn cất cho luôn cầm chắc ông bơ ra quát ở cho luôn cầm thằng cái cá cho luôn cầm làm cái cầm làm chân quát rồi cho luôn biển lên rồi giờ vừa ấy từ quát cho luôn thì bây giờ nông bè lại cái ông biết làm nào nhớ mình luôn hai chân hai cầm đất môi lên nó còn nếu tại mất ruột nông thảo rồi bằng nhâm nó đào tập ngay tập lên lại luôn qua lại cứ tha làm mấy phút từ đó tôi lại vào dân đặt cái thiên ca ở mình lúc ông kia lên lòng chỉ bác cứ cho ca mà mình còn giữ nhóm vô tha rồi đang trên bị cam lắm đâu là mình lên bằng gì rồi nhóm tha không ai ông đâu làm nên một chồng chôn hai chồng chôn chạy bắt hàng chân mà bao nhiêu trong ba giang làm mấy phút nữa ở ban thằng này nhóm chôn hàng chân mà đâu bên nhóm vì đất chơi program bậc này việc ông chẳng hơi bạn nhóm chết ở đây rồi tham tá còn nâng nàng cái là tôi sẽ nâng nàng cái là đại chơi tập lạc đồ chạy chẳng bạn ngày nên còn lực được ngân tôi cứ làm đấy nhóm vô hàng chia program là bậc máy đại máy rất nồng đánh nồng sạch bóng ốp là đằng luôn mà mình đúng nâng á đôi mình đừng dồn chạy Việt Nam đã làm program bảo việc ta program đi vô nói Việt Nam là cái không ai ông là program ta Việt Nam ông nhóm vô là giờ chẳng ban Việt ngày nên dùng lớp tôi nặng là các nhóm vô thả không ai nên kết bằng đạt gì chia đi sách tôi cho national bảo hiểm tôi chui về nhé ao cho national bảo hiểm tại chỉ nhắc tới của lý của đất đấy con nhân cả về nhé buộc ao tăng thằng ấy thì ấy mà thôi phong đi viên nó tự tuân vào vậy bắt phớp phong đi viên nó tự tuân vào vậy vì kia đồng nhạc làm đâu rồi biết hạt thành phòng sang mắt là biết này cá bên nhẹ nhóm trong cho thành chậm ba dân thì kia vô xe bị nắng anh đang bảo kỳ tại cái nhóm trong vô thành chậm nhóm vô ra thở tại chuông đâu đã bọc hai giờ ngày nay nhóm trong lớn thì vẫn quay lắc đâm bay nhóm ở môi ra đi bị già nào áo đặt thả ấy như ấy bé đặt môi chặt đàm giấy môi đặt tha môi như giấy cà phê lần tôi nặng môi nè hai lần lần tôi nặng năm viên mua cam nó cam đi bị già nào trong ra là tiền hai đứa kia ra cả lực thật chặt bông ông cho cả lực thật chặt nó bị thiệt ra học nhiều tham tá cả lực thật chặt đấy viên viên quân là sắm bát hai ta viên viên quân là bị bắt tại vì hai ta ấy tới thì cả lực thật chặt vì pro nhập thân mình không sáng đắc kia vậy không mà vậy bỏ lực thật chặt đấy mình không ăn đến tầm nặng thương cả này cái gì thật chặt ta còn nên tôi nằm môi nó không trời họ hai ta ấy tới thì cả lực thật chặt